សម្រាប់អ្នកនរគ្នាដែលមានសុខភាពផ្លូវចិត្តខ្សោយឬក៏មានវិបត្តិក្នុងជីវិតអីអ្នកនរគ្នាមកតាមខ្ញុំនិយាយប្រាប់ជាទូទៅអ្នកនរគ្នាពេលដែលមានបញ្ហាក្នុងជីវិតអីកុំចាក់សោណែនៅផ្ទះអ្នកនរគ្នាអាចចេញមកក្រៅស្វែងរកមិត្តភ័ក្តិឬនៅកអ្នកនរគ្នាអាចមកអមមើលសភៅស្វែងរកពិភពមួយទៀតនៅក្នុងសភៅអ្នកនរគ្នាអាចរកសភៅណាដែលអ្នកនរគ្នាចង់អានអ្នកនរគ្នាស្វែងរកមិត្តភ័ក្តិបបួលគ្នានិយាយគ្នាលេងនិយាយទៅកុំព្យាយាមឡុកខ្លួនឯងនៅក្នុងបន្ទប់អត់អាចធ្វើឲ្យបញ្ហាអ្នកនរគ្នាធូរស្រាលទេចឹងអ្នកនរគ្នាធ្វើការមកចេញមកក្រៅមកហើយរកសភៅច្រើនមែនតើអ្នកនរគ្នាអាចអានបានហើយបញ្ហាខ្លះក៏មាននៅក្នុងសភៅក៏អាចជួយដោះស្រាយអ្នកនរគ្នាបានដែរនៅខេត្តសៀមរាបអ្នកនរគ្នាគឺជាទឹកដីអច្ឆរិយៈក៏ដូចជាទឹកដីស័ក្តិសិទ្ធិមួយដែលតែងតែព្យាបាលផ្លូវចិត្តរបស់ខ្ញុំនិយាយទៅខ្ញុំឃើញខ្ញុំសប្បាយរីករាយអញ្ចឹងតែខ្ញុំក៏មានបញ្ហាផ្លូវចិត្តដែរហើយខ្ញុំអាសាមកខេត្តសៀមរាបហើយខ្ញុំជួយចិត្តមកអញ្ចឹងទៅហើយឥឡូវគេមានបណ្ណាល័យកោប្រាក់អ្នកនរគ្នាអាចធ្វើការអានសភៅអញ្ចឹងទៅវាអាចជួយខ្ញុំបានច្រើនមែនតើអញ្ចឹងអ្នកនរគ្នាដែលមានបញ្ហានៅក្នុងជីវិតអីចឹងកុំព្យាយាមនៅក្នុងបន្ទប់កុំព្យាយាមនៅផ្ទះសាក់ដើរចេញមកក្រៅរកអីដែលថ្មីរកពិភពថ្មីមួយទៀតនៅក្នុងសភៅខ្ញុំជឿថាជួយអ្នកនរគ្នាបានច្រើនហើយសម្រាប់អ្នកដែលចង់ donate សភៅអ្នកនរគ្នាអាចឆាតមកបណ្ណាល័យកោប្រាក់ហើយសភៅគឺមានច្រើនប៉ុន្តែនៅតែខ្វះខាតចឹងដោយសារតែអ្នកអានពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺមានអ្នកអានច្រើនខ្លាំងមែនតើអរគុណច្រើនដែលបានមើលវីដេអូនេះកុំភ្លេចមកបណ្ណាល័យកោប្រាក់អ្នកនរគ្នាខ្ញុំនឹងដាក់ link នៅក្នុង comment ខាងក្រោមបាយបាយជំរាបលា Peace